บนปิศาจកម្ពុជាថ្ងៃ15កើតពេញបរមីខែពិសាជាថ្ងៃដែលពុទ្ធបរិស័ទខ្មែរប្រារព្ធធ្វើពិធីបុណ្យពិសាកម្ពុជាយ៉ាងមហោឡារិកផងដែរនៅតាមទីអារាមនានាដើម្បីធ្វើឲ្យដំណើរជីវិតបានប្រព្រឹត្តទៅនៅក្នុងផ្លូវជាកុសលនិងជាផុតអំពើជាអកុសលទាំងឡាយតើពិធីបុណ្យពិសាខកម្ពុជានេះមានអត្ថន័យយ៉ាងណាបុណ្យពិសាខកម្ពុជាគឺជាបុណ្យមួយយ៉ាងធំក្នុងព្រះពុទ្ធសាសនារាប់ថាជាពុទ្ធានុសរណកិច្ចដ៏សំខាន់សម្រាប់រំលឹកដល់ព្រះពុទ្ធព្រះសមណគោតមបរមគ្រូនាថ្ងៃពេញបរមីគឺថ្ងៃ15កើតខែពិសាខដែលពុទ្ធសាសនិកទាំងព្រះសង្ឃទាំងគ្រហស្ថតែងធ្វើសក្ការៈប្រកបដោយជំនឿថាជាមហាកុសលដ៏ប្រសើរការដែលប្រារព្ធធ្វើពិធីបុណ្យពិសាខកម្ពុជានៅថ្ងៃ15កើតពេញបរមីខែពិសាខនេះអាស្រ័យដោយលោកអ្នកប្រាជ្ញខាងព្រះពុទ្ធសាសនាបានកំណត់ទុកនៅក្នុងគម្ពីរបឋមសម្ពោធិថាជាមហាមង្គលអភិលក្ខិតកាលគឺជាថ្ងៃមហាមង្គលត្រូវនៅថ្ងៃដែលព្រះសម្ពុទ្ធបរមគ្រូ1ទ្រង់ប្រសូតចាក់ឧត្តរមេដាថ្ងៃសុក្រពេញបរមីខែពិសាខឆ្នាំចមុនពុទ្ធសករាជ80ឆ្នាំ2ទ្រង់ត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញ្ញាណថ្ងៃពុទ្ធពេញបរមីខែពិសាខឆ្នាំរកាមុនពុទ្ធសករាជ45ឆ្នាំ3ទ្រង់លុតខណ្ឌចូលកាន់បរិនិព្វានថ្ងៃអង្គារពេញបរមីខែពិសាខឆ្នាំម្សាញ់គឺជាការចាប់ផ្ដើមនៃពុទ្ធសករាជសម្ដេចព្រះបរមសាស្តាចារ្យរបស់យើងទ្រង់ប្រសូតត្រាស់ដឹងនិងបរិនិព្វានសុទ្ធតែក្នុងថ្ងៃពេញបរមីខែពិសាខទាំងអស់ថ្លៃតែឆ្នាំប៉ុណ្ណោះព្រោះហេតុនោះហើយបានជាអ្នកប្រាជ្ញចងក្រងគាថាទុកដូច្នោះថាអសលហៈបណ្ណមុខកន្តោវិសាខេយេវៈនខមិវិសាបណ្ណមីសម្ពុទ្ធោវិសាខេបរិនិព្វតោសេចក្តីថាព្រះពុទ្ធយាងចុះកាន់គភ៌នៃព្រះវរបិតាក្នុងថ្ងៃពេញបរមីខែអាសាឍទ្រង់ប្រសូតក្នុងថ្ងៃពេញបរមីខែពិសាខត្រាស់ដឹងព្រះពុទ្ធក្នុងថ្ងៃពេញបរមីខែពិសាខនិងទ្រង់ចូលកាន់បរិនិព្វានក៏ជាថ្ងៃពេញបរមីខែពិសាខផ្សេងតែឆ្នាំជាប្រពៃណីវិសាខកម្ពុជាគេតែងតែនាំគ្នាធ្វើនៅក្នុងវេលារាត្រីតម្រូវទៅតាមពាក្យថាបណ្ណមីមានសេចក្តីថាខែពេញបរមីឬខែពេញពណ៌មីម្យ៉ាងទៀតការប្រារព្ធធ្វើពិធីក្នុងពេលរាត្រីអាស្រ័យដោយលក្ខណៈងាយស្រួលពីរយ៉ាងគឺម្យ៉ាងដើម្បីនឹងបានឱកាសអុជនៅគ្រឿងប្រទីបជ្វាលាបូជាភ្លើងអគ្គិសនីឲ្យភ្លឺរុងរឿងរន្ទាលច្រាលឆ្អៅផងនិងម្យ៉ាងទៀតដើម្បីបើកឱកាសឲ្យពុទ្ធបរិស័ទបានជួបជុំគ្នាដោយច្រើនកកទាំងប្រុសទាំងស្រីអាចបំពេញនៅកុសលកម្មនេះដោយសប្បាយរីករាយក្នុងវេទទំនេរផងពិធីបុណ្យពិសាខកម្ពុជាចាត់ទុកថាជាបុណ្យដ៏ធំដែលមហាជនប្រជាជនក្មេងចាស់ប្រុសស្រីនៅជួបជុំគ្នាអ៊ូអរដោយនាំគ្នាកាន់នៅគ្រឿងសក្ការៈបូជា